បាទសួស្តីដល់បងប្អូនអរគ្នាថ្ងៃនេះយើងនឹងបន្តទៅលើមេរៀនរូបមន្តយើងបន្តទៀតនៅក្នុងកម្មវិធី Microsoft Excel ដែលថ្ងៃនេះយើងនឹងបន្តទៅលើរូបមន្តមួយដែលមានឈ្មោះថា count if បាទបងប្អូនអរគ្នាបានរៀនរួចហើយតកតងទៅជាមួយនឹងប្រភេទរូបមន្តមួយដែលឈ្មោះថា count បាទដែលវាបែងចែកចេញជាពីរដែលលោកគ្រូបានបង្ហាញយើងគឺទី1គឺរូបមន្ត count មួយទៀតគឺ count A ដែល count ដែលយើងប្រើសម្រាប់រាប់ចំនួនឬក៏រាប់ cell ដែលជាតម្លៃលេខសម្រាប់ count A គឺយើងរាប់បានទាំងលេខយើងរាប់បានទាំងប្រភេទអក្សរបាទអញ្ចឹងថ្ងៃនេះយើងនឹងបន្តជាមួយគ្នាបន្តទៀតគឺតកតងទៅជាមួយរូបមន្តមួយដែលយើងបូកបញ្ចូលគ្នាដែរគឺរូបមន្ត count if ដែល if ក៏ជារូបមន្តដែលយើងរៀនបានជាមួយគ្នារួចហើយដែរអញ្ចឹងពេលដែលវាពីរនឹងបញ្ចូលគ្នា count ជារូបមន្តមួយប្រើសម្រាប់រាប់សម្រាប់ if គឺជារូបមន្តមួយប្រើសម្រាប់ពិភាក្សាទៅលើតម្លៃលក្ខខណ្ឌណាមួយដែលយើងត្រូវការអញ្ចឹងនៅពេលដែលពីរនឹងបូកបញ្ចូលគ្នាយើងអាចឲ្យនិយមន័យបានថាជារូបមន្តប្រើសម្រាប់រាប់ចំនួន cell ដែលមានលក្ខខណ្ឌបាទអញ្ចឹង count បើយើងរាប់ទៅគឺយើងរាប់បានជាចំនួនទាំងអស់តែម្ដងប៉ុន្តែយើងអាចបញ្ជាក់ប្រាប់ថាលក្ខខណ្ឌណាមួយដែលយើងត្រូវការនៅក្នុងរូបមន្ត count ហ្នឹងបាទដែលយើងប្រើវាគឺជារូបមន្ត count if បាទអូខេអញ្ចឹងទៅត្រឡប់ចូលទៅមើលជាមួយនឹងលោកគ្រូទាំងអស់គ្នាតកតងទៅជាមួយនឹង syntax របស់រូបមន្ត count if ហ្នឹងដែលដំបូងយើងចុចសញ្ញាស្មើមកបន្តមកទៀតយើងសរសេររូបមន្ត count if យើងបើកវងកញ្ចក់បាទមានពាក្យមួយគឺពាក្យថា rank បាទសម្រាប់ rank លោកគ្រូបានបញ្ជាក់និយមន័យខាងក្រោមនេះ rank គឺជាជួរនៃលក្ខខណ្ឌដែលយើងត្រូវរាប់អញ្ចឹងតើបងអូនចង់រាប់នៅក្នុងលក្ខខណ្ឌមួយណាបាទបើបងអូនចង់រាប់នៅក្នុងលក្ខខណ្ឌមួយណាបងអូនត្រូវអូសតម្លៃបាទត្រូវ select លើតម្លៃជួរទាំងអស់ហ្នឹងបាទបន្តមកទៀតក្បៀសបាទបងអូនក្បៀសមកពេលដែលក្បៀសហើយ criteria សម្រាប់ criteria កន្លែងនេះគឺជាលក្ខខណ្ឌតើក្នុងតម្លៃដែលអូនបានអូសនេះតើអូនចង់កំណត់ឬក៏អូនចង់រកអ្វីចេញពីជួរដែលអូនត្រូវបានអូសហ្នឹងបាទអញ្ចឹង criteria កន្លែងនេះគឺជាលក្ខខណ្ឌដែលបងអូនត្រូវការកំណត់ថាតើបងអូនចង់បានលក្ខខណ្ឌអ្វីនៅក្នុងជួរដែលយើងបានអូសហ្នឹងចង់ឲ្យវារាប់នៅលក្ខខណ្ឌអ្វីដែលយើងបានអូសហ្នឹងបាទអូខេអញ្ចឹងពេលដែលបងអូនយល់អំពីការប្រើប្រាស់ពីរូបមន្ត count if ហើយទី1បងអូនយល់អំពីនិយមន័យរបស់វាសិនថាតើពេលណាយើងគួរប្រើ count if អញ្ចឹង count if គឺជារូបមន្តមួយប្រើសម្រាប់រាប់ចំនួន cell ដែលមានលក្ខខណ្ឌបន្តមកទៀតបងអូនត្រូវចេះប្រើប្រាស់រូបមន្តហ្នឹងអញ្ចឹងដល់យើងប្រើសញ្ញាស្មើបងអូនវាយ count if មកបន្តទៀតបើកវងកញ្ចក់បងអូនចាប់ផ្ដើមធ្វើការ select លើតម្លៃជួរណាដែលយើងចង់រកបន្តមកទៀត criteria កន្លែងនេះគឺជាលក្ខខណ្ឌតើបងអូនចង់រកអ្វីចេញពីជួរដែលយើងបានអូសហ្នឹងហើយបន្តមកបិទវងកញ្ចក់មកបងអូន enter មកវានឹងចេញតម្លៃលក្ខខណ្ឌដែលយើងបានចង់រាប់ហើយបាទអូខេអញ្ចឹងពេលដែលបងអូនយល់រួចហើយយើងនឹងចូលទៅកាន់លំហាត់មួយដើម្បីអនុវត្តជាមួយការប្រើប្រាស់ count if ហ្នឹងទាំងអស់គ្នាបាទអូខេនេះគឺជាលំហាត់ដែលលោកគ្រូបានឲ្យបងប្អូនអរគ្នាបញ្ចូលហើយបងប្អូនអនុវត្តជាមួយគ្នាអូខេឥឡូវយើងយកលំហាត់នេះមកធ្វើការអនុវត្តជាមួយគ្នាអូខេអញ្ចឹងដំបូងកន្លែងនេះគឺជាចំនួនសិស្សសរុបអញ្ចឹងលោកដឹងហើយថាយើងចង់រាប់ចំនួនសិស្សសរុបទាំងអស់នេះនៅក្នុងមួយថ្នាក់ហ្នឹងតើមានចំនួនប្រមាណគឺយើងប្រើរូបមន្តនេះគេគឺ count ឬក៏ count A អូខេអញ្ចឹងលោកគ្រូសេមកស្មើ count បាទ count បាទ count A បាទអូខេយើងបើកវងចោលមកយើងអូសតម្លៃមួយណាក៏បានដែរនៅក្នុងជួរណាមួយដែលយើងចង់រកអូខេអញ្ចឹងលោកគ្រូអូសកន្លែងជួរឈ្មោះនឹងមកបាទអូខេបងអូសមកតមកទៀតបងបិទវងកញ្ចក់ហើយយើងចាប់ដើមធ្វើការ enter នោះវាបោះតម្លៃយើងចំនួន15នាក់15អញ្ចឹងបញ្ជាក់ប្រាប់ថាចំនួន cell ដែលវាបានរាប់ដែលយើងបានអូសមិញនេះគឺមានចំនួន15អញ្ចឹងបញ្ជាក់ប្រាប់ថាសិស្សនៅក្នុងមួយថ្នាក់នេះមានចំនួន15នាក់អូខេបន្តមកទៀតចំនួនសិស្សប្រុសអញ្ចឹងនៅក្នុង15នាក់នេះគេចង់ដឹងថាតើមានសិស្សប្រុសចំនួនប្រមាណអ្នកដែរនៅក្នុងមួយថ្នាក់ហ្នឹងអញ្ចឹងកន្លែងនេះគេអត់ចង់រកចំនួនសិស្សសរុបទាំងអស់ទេប៉ុន្តែគេចង់រកចំនួនសិស្សប្រុសដែលមាននៅក្នុងថ្នាក់ហ្នឹងដែលមានចំនួន15នាក់ហ្នឹងអញ្ចឹងកន្លែងនេះយើងត្រូវការប្រើរូបមន្តដែលរាប់ប៉ុន្តែរាប់ដោយបញ្ជាក់លក្ខខណ្ឌណាមួយដែលយើងត្រូវការអូខេអញ្ចឹងយើងប្រើមកស្មើរូបមន្តនេះគេដែរគឺ count if ដែលយើងបានរៀនមិញហ្នឹង count សេត្រូវបាទហើយសេអក្សរ if មកយើងបើកវងកញ្ចក់អញ្ចឹងដូចលោកគ្រូបានប្រាប់ហើយ rank កន្លែងនេះគឺជាកន្លែងដែលយើងត្រូវការអូសតម្លៃ
ô đầm lấy lại chua nè chẳng dân trong rồi kì chấm muốn sập đâu chứ sập đâu nó lại chua na để dân thay cà rô bà nít chua lại riếng hay nít cứ chỉ chua múa nít chỉ chua phê bà chẳng pro cứ sầm lại được phê chẳng chua phê nhớ để dân thay rô chứ bốn thưa cà ô đầm lấy đừng nó bà ô đầm lấy đừng nói bốn chấp đâm cặp bía bà Christia lẹ khăn ok chẳng lẹ khăn lại nít cái thay cà rồi cái sập pro đó chẳng giờ ai cho xem sập pro nước lại đi một đi chẳng chấm nuốt hết sập pro nước nông để dân man ô mấy cái đầm nang soi kì chẳng dân chơi là xe nước nón này đó ok chẳng lẽ khăn ní chưa phải sò đó chẳng dân chơi xe cái dân xe thông minh cái đầu phí tao mà tiếp dân xe sò để dân thực càng rồi chẳng dân cho rồi kì sập pro mà chứ sập pro nước không chua để dân man ô mấy cái xe soi cái là sò bò chết mà chứ dân pro phải xa máu và dân pro phải xa để chia sọt máy ở dân xe máu bò bà tao mà tiếp bật đâu phải xa với chưa bật mình cái đầu vinh máu bà tao mà tiếp bật vùng trọ bà lẹ khăn cờ ruồi ô đầm lấy chua lẹ khăn để dân từ đó cờ ruồi chứ dân bật vùng trọ máu ruồi như thứ cá enter bà đi chứ sơ pro miền chấm nuốn bằng buồn nè chẳng lấy sơ sấy tam miền mà nè chẳng ông thua đôi kia đá chẳng lại ní dương trong rô mình men trong rô sơ sơ từ đó thì mình tay dương trong rô sơ sấy nước không thạnh nặng ok chẳng má chẳng rót chấm nuốn để tam lẹ khăn để dùng thằng cả đó ok count if bằng người chó ôn thua cá ốp máu chẳng sơ sấy được là đấy và nước không chua thì được nhiều ok chẳng những ốp về máu bật một chó và người ta mà tiếp dương đô bị xa máu và mình đọc tí dương xe soi kế và xó sò bạn không biết lấy kia xe sò chứ nhưng xe đối xó để dùng mặt ốc này xó ok phải dương đô bị xa phải dương bật mình đào anh máu phải bốn bật một chó bốn enter bạn đúng như là chơi chứ pro bên vùng bốn sấy bên vùng muối giữa bột chốt này tất khi đọc rắm đi sạch rộp đài bà ok chẳng phải tôi mà tiết cứ dương tẹt tôn tay chùm nuôi sạch lại chuột nè ok chẳng lại ní chập đám thua đi như này đó chẳng chùm nuôi sạch lẹ miệt mà nè sạch chuột miệt mà nè ok chẳng dương xe máu smart count if là một chó chẳng lại bị lẹ hay chuột như tròn ná đấy từ nơi tròn là tập họ này đó chứ những ô không chu là tập họ lần máu ok bía chẳng lại ní ôn bên pi chùm rơi không ca xe đó ôn ai xe ba mình cái đầu pi xe chẳng có bán rất cò ôn ai xe pi khác nhưng xe tới bị ai khổ chứ những ai gravity xa mùi tiết cứ mê thay dựng bao gồm chó cái bia máu chẳng những trong ban bị kì cứ bị lẹ tớ chẳng ôn ai cho mai ôn mà chốt nên không chua để ôn nè để ôn thật ca là máu chẳng chua nè bị na để ôn thật ca bị lẹ tớ ok chắc ôn con để vô bị mai ở này thì chuyện lưu bị na mùi bị lẹ là máu bà chẳng bị chẹp theo việt thá cô đai để ca để dương lẹ khăn để dương trong rô này không nóng y và muối là không đọc y mà pay nữa cứ là so ấy cái là so fair nè cứ nơi y tập muối nè ao tập biên đôi là so y tập muối nó cứ về rót ở ngoài bà chắc những ai privacy sạc bẹp nâng bàn được nè nè ok nhưng một chọn máu enter bà chắc được nè nè phòng vậy bà ok chắc vị thi xa ní cứ vị thi xa lướt này chứ mình chăm mạch xe xó các bạn này xe bẹp ní vì cà pía chiêu viên ca để ôn tập xe xó móc về điện r còn té bồng riết ca bồng riết cứ là khu bồng riết dưới ở những privacy sạc bẹp này nè vì miếng cạn đấy thì những thời ca xe xó là privacy mình cái đạo được nè ok chấm smart count if tầm này rồi này trộm đó và một chó ôn lại máu cho mình tiếp ôn cái bía và lẽ khăn mũi nát để dân tròn rồi và chấn lẽ khăn chọt nữa chấn mũi nát để chua chọt bây giờ biện chọt bây giờ mà cứ phà đất bạn phải phà máu chuyện phà máu bằng máu một chó ôn enter no tranh máu ấy cứ bồng bồng nèสำหรับ Intake Excellent វិញគឺដូចគ្នាដែរអត់មានខុសគ្នាទេ Smart count if បាទមួយចោបាទអញ្ចឹងយើងរកជួរណាដែលរក Excellent បានគឺមិនជួរនេះទេតើបាទអូនអូសពេលមកបាទវាដើម្បីលឿនតើពាក្យ Excellent នៅកន្លែងណាបាទនេះអញ្ចឹងអូ
មួយចោ enter នោះបងរកឃើញ excellent មានចំនួន2នាក់បាទអូខេនេះជាលំហាត់ដែលយើងអាចសិក្សាបានពីការប្រើរូបមន្ត count if ណាជាងលោកសង្ឃឹមថាពួកយើងអាចធ្វើបានជាមួយគ្នាណាអូខេពេលដែលបងយល់អំពីការប្រើប្រាស់រូបមន្តនឹងហើយលោកគ្រូមានលំហាត់មួយទៀតដើម្បីឲ្យអូនសាកល្បងអនុវត្តជាមួយគ្នាថាតើយើងអាចធ្វើបានកម្រិតណាណាអូខេអូខេឥឡូវលោកគ្រូមានលំហាត់មួយតាក់ទងទៅជាមួយនឹងលំហាត់នឹងដូចគ្នាដែរណាអូខេអញ្ចឹងលោកគ្រូសូមបាទអញ្ចឹងបន្ទាប់ពីយើងបានអនុវត្តទៅលើលំហាត់មេរៀនរបស់យើងដែលយើងត្រូវធ្វើរួចហើយអញ្ចឹងលោកគ្រូមានលំហាត់មួយនេះដែរអញ្ចឹងលោកគ្រូចង់កែលំហាត់មួយបន្ថែមទៀតឲ្យយើងបានយល់ថាតើរបៀបនៃការប្រើ count if តើអូនប្រើបានរបៀបបានណាអូខេតោះឥឡូវដំបូងយើងធ្វើមិនដែរដើម្បីអាចរកចំនួនក្រុមហ៊ុនមានសិស្សសំណពររបស់យើងណានេះទៅជាតារាងរបស់យើងអូខេអូខេឥឡូវគេសួរថាតើក្រុមហ៊ុនមានបុគ្គលិកភេទស្រីមានចំនួនប្រមាណអ្នកអូខេអញ្ចឹងយើងប្រើរូបមន្តមកស្មើ count if បើវងចោអញ្ចឹងយើងអូសនៅលើជួរណាជួរភេទតើបាទបងបើមុខកញ្ចក់មកបងក្បៀអញ្ចឹងលក្ខខណ្ឌរបស់យើងចង់រកគេចំនួនបុគ្គលិកភេទស្រីតើអញ្ចឹងកន្លែងណាដែលភេទស្រីដែលយើងគិតថាសស្រីបាទនេះស្រីបាទលឿនបិទវងកញ្ចក់បង enter បាទបន្តមកទៀតបងចាប់ផ្ដើមធ្វើការស្មើ if អញ្ចឹងបងយើងមើលទៀតថាតើបុគ្គលិកនេះមានបុគ្គលិកភេទប្រុសចំនួនប្រមាណដែរបាទអញ្ចឹងយើងធ្វើដូចគ្នាដែរមិញហ្នឹងភេទប្រុសបាទអូខេបៀអញ្ចឹងតើមួយណាដែលតំណាងឲ្យភេទប្រុសរបស់យើងបាទអូខេនេះតើអូខេបាត់មុខចោះអូពេញធ្វើបាទអូខេអញ្ចឹងកន្លែងនេះគេសួរថាតើក្រុមហ៊ុនមានបុគ្គលិកផ្នែករដ្ឋបាលចំនួនប្រមាណអ្នកអូខេស្មើ count if បាត់មុខចោះតោះអញ្ចឹងយើងមិនអូសនៅកន្លែងណាកន្លែងរដ្ឋបាលនឹងមានកន្លែងណាគឺទូនាទីរបស់យើងតើបាទបងអូសមកទូនាទីទៅមកកបៀអូខេអញ្ចឹងផ្នែករដ្ឋបាលអញ្ចឹងផ្នែករដ្ឋបាលរបស់យើងនៅកន្លែងណាដែរបាទអូខេនេះអូខេបិទមុខចោលយើង enter បាទអញ្ចឹងមានចំនួន2នាក់រដ្ឋបាលត្រូវហ៎មួយទៀត2បាទអូខេអូខេតើក្រុមហ៊ុនមានបុគ្គលិកផ្នែកសន្តិសុខចំនួនប្រមាណអ្នកដែរអូខេស្មើ count if បាទបន្ទោសវាលឿនពេកបាទ count if បើវងចោលបងចាប់ផ្ដើមអូសមកអញ្ចឹងផ្នែកទូនាទីដូចគ្នាណាអូខេបៀសន្តិសុខអូខេសន្តិសុខបាទតទៅទៀតបងចាប់ផ្ដើមបិទវងចោលបង enter បាទអញ្ចឹងយើងដាក់វានៅកណ្ដាលមកអូខេអញ្ចឹងយើងអាចបញ្ជាក់បានថាចំនួននេះគឺជាចំនួននៃគេដែរអញ្ចឹងយើង select លើវាមកយើងដាក់វាគេដែរបាទចំនួនអ្នកតើបាទអូខេយើង format បញ្ជាក់តម្លៃគេផងថាចម្លើយនេះគឺមានចំនួនអ្នកប៉ុណ្នេះណាអញ្ចឹងយើងចូល custom លេខ0បាទដក clear មួយតំណាងឲ្យចំនួនរបស់យើងមានកណ្ដៅ2បាទអ្នកតើបាទហើយបិទទ្វារឡើងវិញផងបាទអូខេដូរភាសាមកដើម្បីឲ្យស្អាតបាទខ្មែរ OS បាត់ដំបងបាទអូខេនេះយើងចេញមកចំនួនប៉ុណ្ណេះហើយអូខេអញ្ចឹងលោកគ្រូបានធ្វើវីដេអូបង្ហាញយើងរួចហើយតាក់ទងជាមួយនឹងលំហាត់នេះអញ្ចឹងសង្ឃឹមថាបងប្អូនអាចធ្វើបានណាតាក់ទងទៅជាមួយនឹងលំហាត់មេរៀនទាំងពីរនេះថាតើចំនួនសិស្សធ្លាក់ជាប់ហើយជាមួយនឹងចំនួនបុគ្គលិកមានប្រមាណអ្នកនៅក្នុងស្ថាប័នក៏យើងអាចធ្វើចេះដែរអញ្ចឹងសង្ឃឹមថាបងប្អូនអាចមើលហើយបងប្អូនអាចចេះធ្វើជាមួយគ្នាបាទអូខេអរគុណច្រើន